អាយុដើមអភិសន្តិបណ្ឌិតសសុខាចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្តល់សេវារដ្ឋបាលរបស់ក្រុងស្រុកខណ្ឌជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្ដីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុងស្រុកខណ្ឌនិងប្រកាសអន្តរក្រសួងស្ដីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុងស្រុកខណ្ឌនាព្រឹកថ្ងៃទី15ខែកក្កដាឆ្នាំ2026នៅទីស្តីការក្រសួងមហាផ្ទៃអាយុដើមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាប្រកាសអន្តរក្រសួងទាំងពីរនេះជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំក្នុងការធានាប្រសិទ្ធភាពនិងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពច្បាស់លាស់មានគណនេយ្យភាពនិងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋអាយុដើមអភិសន្តិបណ្ឌិតបានវិតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះរហូតសម្រេចបានជោគជ័យនិងដាក់ឲ្យអនុវត្តជាផ្លូវការដើម្បីឲ្យរដ្ឋបាលក្រុងស្រុកខណ្ឌមានបញ្ជីសេវាដែលមានលក្ខណៈសមស្របក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋស្របតាមស្ថានភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅជាក់ស្ដែងនៅក្នុងមូលដ្ឋានបន្ថែមពីនេះអាយុដើមបានគូបញ្ជាក់ថាយន្តការនេះមានគោលបំណងសំខាន់ក្នុងការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាលឲ្យមកស្ថិតនៅកន្លែងតែមួយដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋតាមរយៈការកាត់បន្ថយការិយាធិបតេយ្យនិងភាពស្មុគស្មាញនានាដែលមកដល់បច្ចុប្បន្នក៏បានបង្កើតមធ្យោបាយផ្តល់សេវាតាមបច្ចេកវិទ្យា Digital ថែមទៀតអាយុដើមសង្កត់ធ្ងន់ថាការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយគឺជារូបភាពជាក់ស្ដែងមួយនៃការអនុវត្តកំណែទម្រង់វិមជ្ឈការនិងវិសាហមជ្ឈការដោយផ្តល់សមត្ថកិច្ចឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការចេញលិខិតបញ្ជាក់លិខិតអនុញ្ញាតអាជ្ញាប័ណ្ណឬប័ណ្ណអនុញ្ញាតផ្សេងៗជូនប្រជាពលរដ្ឋជាពិសេសគឺជាការបដិបត្តិគោលការណ៍ណែនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបើតាមរបាយការណ៍អាយុដើមសួរប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះគឺធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន4ទី1ការកំណត់ឲ្យបានច្បាស់លាស់នៅប្រភពសេវារដ្ឋបាលដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុងស្រុកខណ្ឌដើម្បីផ្ដល់មូលដ្ឋានច្បាប់គ្រប់គ្រាន់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តការងារប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ទី2គឺការរៀបចំបញ្ជីប្រភេទសេវារដ្ឋបាលនិងកំណត់តម្លៃសេវាទាំងអស់ជាតម្លៃអតិបរមាដែលជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌដាក់ចេញនៅដីកាស្ដីពីការកំណត់តម្លៃសេវាជាក់ស្ដែងសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយតម្លៃជាក់លាក់នោះមិនត្រូវលើសពីតម្លៃអតិបរមាដែលបានកំណត់ឡើយទី3គឺដើម្បីបែងចែកនិងគ្រប់គ្រងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាលឲ្យមានភាពច្បាស់លាស់ស្របតាមច្បាប់ពាក់ព័ន្ធនិងទី4គឺការពង្រឹងនិងលើកកម្ពស់ភាពជាម្ចាស់ព្រមទាំងសមត្ថភាពរបស់រដ្ឋបាលក្រុងស្រុកខណ្ឌក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដោយធានាឲ្យសេវាទាំងអស់មានគុណភាពប្រសិទ្ធភាពតម្លាភាពគណនេយ្យភាពនិងបរិយាបន្ន